ជីវិតយើងពេលវេលាផ្លាស់ប្ដូរគ្រប់យ៉ាងក៏ផ្លាស់ប្ដូរដែរប៉ុន្តែវាមានពីររបៀបនៃការផ្លាស់ប្ដូរជាងការផ្លាស់ប្ដូរពីល្អទៅអាក្រក់ជាងការផ្លាស់ប្ដូរពីអាក្រក់មកល្អវាសំខាន់វាមិនមែនថាតើចាប់ផ្ដើមដោយវិធីណាទេសំខាន់គឺដើរដោយវិធីណាអ្នកខ្លះចាប់ផ្ដើមល្អណាស់ប៉ុន្តែទីបំផុតអត់ល្អអ្នកខ្លះចាប់ផ្ដើមមិនល្អប៉ុន្តែទីបំផុតល្អពេលវេលាវានឹងប្រាប់ដំណើរជីវិតរបស់មនុស្សនឹងជីវិតយើងពេលវេលាផ្លាស់ប្ដូរគ្រប់យ៉ាងក៏ផ្លាស់ប្ដូរដែរប៉ុន្តែវាមានពីររបៀបនៃការផ្លាស់ប្ដូរជាងការផ្លាស់ប្ដូរពីល្អទៅអាក្រក់ជាងការផ្លាស់ប្ដូរពីអាក្រក់មកល្អវាសំខាន់វាមិនមែនថាតើចាប់ផ្ដើមដោយ